ពុកម៉ែបងប្អូនណាខ្លះដែលមិនទាន់ចេះធ្វើសាច់គោឆាជាមួយនឹងក្រងកញ្ឆែតដើម្បីឲ្យមានរសជាតិឆ្ងាញ់តោះមកទស្សនាវីដេអូនេះថ្ងៃនេះខ្ញុំនឹងចែករំលែកពីរបៀបធ្វើជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹង Page សំណាង TV បាទថ្ងៃនេះខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើសាច់គោឆាជាមួយនឹងក្រងកញ្ឆែតដើម្បីឲ្យមានរសជាតិឆ្ងាញ់គ្រឿងផ្សំថ្ងៃនេះយើងមានក្រងហើយមានជាមួយនឹងគល់ខ្ទឹមបន្តិចបាទហើយម្ទេសម្លេខ្ញុំហាន់វាជាម្ទេសស្ដើងល្មមអញ្ចឹងណាយើងដាក់ដើម្បីយកពណ៌ហើយសាច់គោថ្ងៃនេះខ្ញុំប្រើជាមួយនឹងសាច់អណ្ដាតពុកម៉ែបងប្អូនបាទសាច់អណ្ដាតគឺថាមានសរសៃនៅកណ្ដាលនេះដូចខ្ញុំបង្ហាញអញ្ចឹងពុកម៉ែបងប្អូនណាតែសាច់ហ្នឹងគឺអត់ស្វិតទេសរសៃរបស់វាពុកម៉ែបងប្អូនបាទយកមកឆាគឺថាត្រូវមែនតែនបាទហើយយើងមានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយគល់ស្លឹកគ្រៃខ្ញុំលួចវាទេណាពុកម៉ែបងប្អូនបាទគឺខ្ញុំលួចវាបន្តិចបាទឥឡូវខ្ញុំចាប់ផ្ដើមហាន់សាច់ហើយបាទហើយសាច់អណ្ដាតនេះដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺថាសាច់នឹងល្អណាស់ពុកម៉ែបងប្អូនបាទហើយរសជាតិរបស់វាក៏ឆ្ងាញ់ប្លែកដែរពុកម៉ែបងប្អូនសាកយកសាច់អណ្ដាតនឹងយកមកឆាបាទខ្ញុំធានាឲ្យរសជាតិគឺថាឆ្ងាញ់ណាស់ពុកម៉ែបងប្អូនបាទឥឡូវខ្ញុំចាប់ផ្ដើមហាន់សាច់បាទយើងហាន់ជាបន្ទះស្ដើងល្មមណាពុកម៉ែបងប្អូនបាទដូចដែលខ្ញុំបង្ហាញអញ្ចឹងយើងហាន់វាទុកមួយអន្លើទៅណាបន្ទាប់មកបានយើងរៀបចំស្រុះជាមួយនឹងកញ្ឆែតបាទកញ្ឆែតយើងទិញកញ្ឆែតឆ្លក់ទឹកបាទហើយយើងយកវាមកបេះឲ្យស្អាតលាងទឹកឲ្យស្អាតហើយយើងដាំទឹកបាទយើងដាំទឹកពេលដែលទឹកយើងពុះហ្នឹងយើងបន្ថែមជាមួយនឹងប្រេងឆាបន្តិចទៅបាទដើម្បីយើងស្រុះកញ្ឆែតរបស់យើងហ្នឹងឲ្យវាឡើងពណ៌បៃតងស្រស់ស្អាតអញ្ចឹងណាពុកម៉ែបងប្អូនបាទបន្ទាប់មកខ្ញុំយកទៅត្រាំជាមួយនឹងទឹកបាទទឹកត្រជាក់ក៏បានទឹកធម្មតាក៏បានដែរឥឡូវខ្ញុំចាប់ដើមដាក់ឆាបាទយើងចាក់ខ្ទឹមសខ្ទឹមក្រហមជាមួយនឹងគល់ស្លឹកគ្រៃបន្តិចដែលយើងហាន់វាស្ដើងហ្នឹងណាបាទយើងចាក់ចូលឆាឲ្យឈ្ងុយហើយមានម្ទេសម្លេម្ទេសហឹរអីអាហ្នឹងយើងដាក់ទៅតាមហ្នឹងទៅពុកម៉ែបងប្អូនចូលចិត្តហឹរដាក់រៀងច្រើនបន្តិចទៅណាហើយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងប្រេងម្ទេសបាទប្រេងម្ទេសនេះគឺសំខាន់ណាស់សម្រាប់ម្ហូបឆាគឺយើងដាក់ទី1ដើម្បីក្លិនទី2បាទគឺដើម្បីពណ៌ឆារបស់យើងមិនឲ្យស្លេកមិនឲ្យអីចឹងណាពុកម៉ែបងប្អូនបាទឥឡូវខ្ញុំចាប់ដើមដាក់ជាមួយនឹងប្រេងខ្យងម្សៅស៊ុបខ្នុរហើយនឹងប៊ីចេងបន្តិចបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងសាតេបាទគ្រឿងឆ្នាំងដីរបស់យើងហ្នឹងហើយខ្ញុំបន្ថែមជាមួយនឹងទឹកត្រីបន្តិចទឹកស៊ីអ៊ីវបន្តិចបាទខ្ញុំដាក់គ្រឿងតែប៉ុណ្្នឹងគឺថាត្រូវពុកម៉ែបងប្អូនមិនបាច់ថែមមិនបាច់ថយអីទៀតទេបាទសម្រាប់សាច់ប្រហែលជា2ទៅ3ខាំហ្នឹងបាទហើយយើងប្រើគ្រឿងប៉ុណ្្នឹងទៅហើយកញ្ឆែតប្រហែលជា3ខាំបាទហ្នឹងគឺគ្រឿងប៉ុណ្ណឹងគឺថាល្មមហើយរសជាតិរបស់វាបាទបន្ទាប់មកយើងបន្ថែមជាមួយទឹកដោះគោខាប់បន្តិចហើយយើងថែមទឹកជាបន្តិចណាពុកម៉ែបងប្អូនបាទដើម្បីឲ្យឆារបស់យើងហ្នឹងគឺវាមានរាងទឹកចឹងទៅកុំឲ្យវាគោកពេកហើយសម្រាប់សាច់គោពុកម៉ែបងប្អូនបាទយើងមិនត្រូវឆាយូរទេយើងឆាវាតែល្មមទៅបានហើយតែកាលណាយើងឆាយូរពេកធ្វើឲ្យសាច់គោរបស់យើងហ្នឹងគឺវារឹងវាអស់ជាតិណាវាខ្សោះអស់ជាតិអញ្ចឹងវាអត់សូវឆ្ងាញ់ទេហើយឃើញថាឆារបស់ខ្ញុំហ្នឹងវារាងស្ទើរពណ៌បាទវានៅស្លេកអញ្ចឹងណាអញ្ចឹងខ្ញុំបន្ថែមជាមួយនឹងប្រេងម្ទេសប្រហែលជាកន្លះស្លាបព្រាបាយទៀតទៅបន្ទាប់មកខ្ញុំចាក់ជាមួយនឹងកញ្ឆែតដែលយើងបានស្រុះទឹកមិញហ្នឹងបាទយើងចាក់វាចូលហើយយើងកូរត្រឡប់វាឲ្យសព្វឲ្យចូលគ្រឿងទាំងអស់នឹងចូលគ្នាទៅហើយឃើញថាកញ្ឆែតរបស់យើងនឹងឃើញវានៅស្រស់ហើយពុកម៉ែបងប្អូនបាទហើយក៏យើងអត់ឆាយូរដែរពេលដែលយើងចាក់កញ្ឆែតចូលគឺយើងគ្រាន់តែត្រឡប់ឲ្យសព្វចូលជាមួយនឹងសាច់ហើយគឺយើងដួសដាក់ចានទៅបាទយើងបន្ថែមជាមួយគល់ខ្ទឹមតិចតួចអីចឹងណាបើមានក៏ដាក់ទៅបើអត់ដាក់ក៏អត់ជាបញ្ហាដែរបាទហើយបន្ទាប់មកគឺខ្ញុំដួសដាក់ចានណាអញ្ចឹងឃើញថាមុខម្ហូបមួយមុខនេះងាយណាស់ពុកម៉ែបងប្អូនបាទហើយរបៀបនៅក្នុងការធ្វើក៏ងាយដែរបើសិនជាពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយសង្ឃឹមថាអាចចេះធ្វើណាបើអត់ចេះទេបាទ save វីដេអូនេះទុកទៅដើម្បីមើលហើយរៀនធ្វើទាំងអស់គ្នាបាទហើយរសជាតិខ្ញុំធានាថាគឺដឹងតែត្រូវចិត្តត្រូវមាត់ពុកម៉ែបងប្អូនហើយរសជាតិសម្រាប់គ្រឿងដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះមិនប្រៃពេកមិនផ្អែមពេកគឺថារសជាតិល្មមបាទសម្រាប់រសជាតិទូទៅអានេះខ្ញុំឆាសម្រាប់ទូទៅបាទហើយបើសិនជាស្ទើរប្រៃស្ទើរអីអាហ្នឹងគឺភាគច្រើនគឺគេមានទឹកត្រីមានអីតិចតួចសម្រាប់ថែមថយអីចឹងណាតែគ្រាន់ថាយើងឆាយករសជាតិបែបនេះទៅគឺថារសជាតិត្រូវមាត់គ្រប់គ្នាតែម្ដងបាទហ្នឹងហើយវីដេអូពីរបៀបធ្វើសាច់គោឆាជាមួយនឹងក្រងកញ្ឆែតគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនមែនទែនដែលចូលចិត្តបាទទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់បាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែកម្លែកមួយផងដើម្បីឲ្យពុកម៉ែបងប្អូនយើងបានដឹងពីរបៀបធ្វើសាច់គោឆាក្រងកញ្ឆែតបាទអរគុណជួបគ្នាវីដេអូក្រោយ